មួយសន្ទុះក្រោយមកក៏មានអ្នកភូមិម្នាក់បានរត់សម្ដៅទៅកាន់ផ្ទះរបស់លោកអ៊ំឈឿនដូចជាមានរឿងអ្វីធំយ៉ាងអញ្ចឹងយ៉ាងម៉េចហើយអ្នកអើយរត់ទៅណាមកណាមិនបានជាមើលទៅដូចជាត្រហេបត្រហប់ម្លេះតើមានរឿងអ្វីធំមែនទេនៅពេលនោះដែរលោកគ្រូមឿនក៏បានបញ្ជាខ្មោចព្រាយមួយឲ្យវាមកអុកលុកពិធីពួកគាត់ទាំង3នាក់នោះដែលខ្មោចព្រាយនោះវាគឺជាខ្មោចដែលលោកគ្រូមឿនចិញ្ចឹមនោះឯងពេលដែលខ្មោចនោះបំរុងនឹងឈានជើងចូលមកក្នុងរបងផ្ទះនោះស្រាប់តែខ្មោចក្មេងមរេងគង្វាលនោះវាក៏បានចង្អុលទៅកាន់ខ្មោចនោះដែលបណ្ដាលឲ្យវាក្តៅក្រហល់ក្រហាយរហូតដល់រលាយបាត់តែម្ដងសាច់រឿងនេះគឺតអំពីសាច់រឿងមុនដែលសាច់រឿងមុនរបស់យើងមានចំណងជើងថារឿងដីច្រាបមរណៈបន្ទាប់ពីលោកអ៊ំខឹមនិងលោកអ៊ំឈឿនបានត្រឡប់មកផ្ទះរបស់គាត់វិញពេលនោះដែរលោកអ៊ំខឹមក៏មិនទាន់ត្រឡប់ទៅផ្ទះរបស់គាត់ភ្លាមនោះដែរគឺគាត់បាននៅកំពុងនិយាយគ្នាលេងជាមួយនឹងលោកអ៊ំឈឿនមួយសន្ទុះក្រោយមកក៏មានអ្នកភូមិម្នាក់បានរត់សម្ដៅទៅកាន់ផ្ទះរបស់លោកអ៊ំឈឿនដូចជាមានរឿងអ្វីធំយ៉ាងអញ្ចឹងយ៉ាងម៉េចហើយអ្នកអើយរត់ទៅណាមកណាមិនបានជាមើលទៅដូចជាត្រហេបត្រហប់ម្លេះតើមានរឿងអ្វីធំមែនទេពិតមែនហើយលោកបងឈឿនអើយគឺប្តីរបស់ខ្ញុំនៅស្រុកស្រាប់តែគាត់ចុកពោះប្រកាច់តែម្ដងឥឡូវនេះគាត់បានស្លាប់នៅលើគ្រែបាត់ទៅហើយលោកបងអើយសូមជួយប្តីរបស់ខ្ញុំផងមិនអីទេអ្នកទៅមុនចុះខ្ញុំនឹងទៅតាមក្រោយឥឡូវនេះហើយគ្រាន់តែលើបែបនេះភ្លាមលោកអ៊ំឈឿនក៏មិនបានបង្អង់យូរឡើយគាត់ក៏ទាញយកថង់យាមរបស់គាត់បន្ទាប់មកក៏ដើរសម្ដៅទៅកាន់ផ្ទះអ្នកភូមិម្នាក់នោះភ្លាមដោយទាំងអ៊ំខឹមម្នាក់ទៀតផងដែរនៅពេលដែលទៅដល់ទីកន្លែងនោះក៏បានឃើញថាបរិសម្នាក់នោះបានដេកស្ដោកស្ដឹងនៅលើគ្រែបាត់ទៅហើយក្រោយពីពេលដែលគាត់ឈរសម្លឹងទៅកាន់បរិសម្នាក់នោះបានមួយសន្ទុះក្រោយមកគាត់ក៏បានឃើញថាបរិសម្នាក់នោះគឺត្រូវអំពើរបស់គេដោយហេតុថាគាត់គឺជាមនុស្សចេះនៅមុនអាគមដែរដូច្នេះគ្រាន់តែមើលមួយផ្លែតគឺគាត់ដឹងបាត់ទៅហើយថាអំពើនោះគឺជាអំពើស្បែកក្របីនៅពេលនោះគាត់ក៏បានសួរទៅកាន់ប្រពន្ធរបស់បរិសម្នាក់នោះថាមុនពេលឈឺនេះតើប្តីរបស់អ្នកយាយឯងមានរឿងអ្វីឬមួយក៏មានចំនួនជាមួយនរណាដែរទេចាលោកបងឈឿនកាលពី2ថ្ងៃមុនគាត់បានទៅផឹកទឹកត្នោតជូរជាមួយនឹងគ្នារបស់គាត់នៅឯចុងភូមិនេះឯងហើយពេលដែលគាត់ត្រឡប់មកវិញក៏បានលើគាត់និយាយថាគ្នាកូនចៅរបស់លោកគ្រូមឿនក៏ទៅផឹកនៅទីនោះដែរហើយពួកនោះវាក៏បានមករករឿងគាត់ហើយក៏បានប៉ះសម្ដីគ្នានៅទីនោះតែម្ដងទៅបើអញ្ចឹងច្បាស់ណាស់ថាប្តីរបស់អ្នកយាយឯងត្រូវអំពើគេហើយអំពើនេះត្រូវតែប្រញាប់មើលហើយទៅបានព្រោះបើទុកយូរវានឹងធ្វើឲ្យប្តីរបស់អ្នកយាយឯងកាន់តែខ្សោយកម្លាំងពីមួយថ្ងៃទៅមួយថ្ងៃហើយអាចប៉ះពាល់ដល់ជីវិតថែមទៀតផងអាគ្រូមឿននេះខ្ញុំស្គាល់ចរិតវាច្បាស់ណាស់វាចូលចិត្តដើរធ្វើអំពើគេ
ឲ្យតែអ្នកណាមានរឿងជាមួយវាឬក៏មានរឿងជាមួយនឹងកូនរបស់វាគឺឪពុកកូនវានេះចរិតដូចគ្នាណាស់ទៅទីកន្លែងណាតែងតែមានរឿងនៅទីកន្លែងនោះតតែប្រដៅវាម្ដងហើយទៅបានចុះឯងត្រូវការឲ្យអញជួយដែរឬអត់អាសម្លាញ់ឯងត្រូវទៅជួយអញនឹងហើយព្រោះខ្លាចក្រែងឪពុកកូនរបស់វាព្រួតគ្នាគឺយ៉ាប់ហើយបើអញតែម្នាក់ឯងនោះគឺទៅមិនរួចជាមួយនឹងពួកវាទេមិនអីទេអាសម្លាញ់អំពើអាក្រក់វាមិនអាចឈ្នះអំពើល្អបានទេសម្លេះវាចោលតែម្ដងទៅដើម្បីកុំឲ្យវាដើរធ្វើបាបគេទៀតព្រោះមនុស្សដែលរៀនអំពើខ្មៅងងឹតនេះវាមិនចម្រើនដល់ភូមិស្រុកនោះឡើយនិយាយអញ្ចឹងអ្នកយោយយប់នេះខ្ញុំសុំសែងក្រែមកដាក់នៅខាងក្រៅនេះហើយព្រោះថាពួកខ្ញុំសុទ្ធតែអ្នកចេះអាគមដូច្នេះខ្ញុំមិនអាចអង្គុយធ្វើពិធីនៅខាងក្រោមផ្ទះនេះបានទេ ចាលោកបងធ្វើតែតាមលោកបងទៅខ្ញុំក៏មិនសូវដឹងរឿងខាងអាគមអីអស់នេះដែរ នៅពេលយប់បានឈានចូលមកដល់លោកអ៊ំខឹមលោកអ៊ំឈឿនកំពុងតែធ្វើពិធីដោះអំពើនៅឯខាងមុខផ្ទះនោះនៅពេលនោះដែរលោកគ្រូមឿនក៏បានបញ្ជាខ្មោចព្រាយមួយឲ្យវាមកអុកលុកពិធីពួកគាត់ទាំង3នាក់នោះដែលខ្មោចព្រាយនោះវាគឺជាខ្មោចដែលលោកគ្រូមឿនចិញ្ចឹមនោះឯងនៅពេលនោះលោកអ៊ំឈឿនគាត់ក៏បានចុះដើរសម្ដៅទៅកាន់មុខផ្ទះនោះដើម្បីខាត់ខ្មោចនោះកុំឲ្យវាទៅរំខានពិធីរបស់ពួកគាត់លោកអ៊ំឈឿនគាត់ក៏បានសូត្រនៅមន្តអាគមគាថារបស់គាត់ហៅកូនខ្មោចម្រិញគង្វាលម្នាក់ឲ្យចេញមកដើម្បីប្រយុទ្ធជាមួយនឹងខ្មោចដែលលោកគ្រូមឿនបញ្ជាមកនោះពេលដែលខ្មោចនោះបំរុងនឹងឈានជើងចូលមកក្នុងរបងផ្ទះនោះស្រាប់តែខ្មោចក្មេងមរិញគង្វាលនោះវាក៏បានចង្អុលទៅកាន់ខ្មោចនោះដែលបណ្ដាលឲ្យវាក្តៅក្រហល់ក្រហាយរហូតដល់រលាយបាត់តែម្ដងបើនិយាយអំពីលោកគ្រូមឿននេះវិញគាត់មានការខឹងសម្បាជាខ្លាំងដោយគាត់បំរុងនឹងដាក់អំពើបន្ថែមទៅកាន់អ្នកភូមិម្នាក់នោះឲ្យស្លាប់នៅយប់នេះតែម្ដងគ្រាន់បើពួកឯងអញនឹងយកជីវិតឯងមកធ្វើជាបរិវារយើងឲ្យបានអាម៉ៃឯងឆាប់ទៅរំខានពិធីនោះភ្លាមទៅឲ្យលឿនឡើងវានឹងឡងមកយើងវិញហើយព្រោះពួកវាមានគ្នាច្រើនជាងយើងបាទពុកដល់ពេលដែលខ្ញុំត្រូវបញ្ចេញសមត្ថភាពទៀតហើយនៅពេលដែលនីម៉ៃបានដើរមកដល់កន្លែងធ្វើពិធីនោះនីនេះក៏បានអង្គុយចុះបន្ទាប់មកក៏បានសូត្រនៅមន្តអាគមគាថាបង្កើតបានជាក្របីអាគមមួយក្បាលដើម្បីចូលទៅរំខានពិធីនោះឃើញដូចនេះភ្លាមលោកអ៊ំឈឿនគាត់ក៏មិនបានខ្លាចនោះដែរគាត់ក៏បានសូត្រនៅមន្តអាគមរបស់គាត់បង្កើតបានជាសត្វដំរីមួយដែលវាមានមាឌធំជាងក្របីអាគមនោះទៅទៀតដំរីនោះវាក៏បានវាត់ទៅលើក្របីអាគមនោះដែលបណ្ដាលឲ្យវាខ្ទាតចេញទៅយ៉ាងឆ្ងាយហើយបន្ទាប់មកវាក៏បានដើរសម្ដៅទៅកាន់នីម៉ៃដោយវាបានវាត់ទៅកាន់នីម៉ៃបណ្ដាលឲ្យនីនេះស្លាប់ភ្លាមៗនៅទីនោះតែម្ដង
ដោយសារតែការចាញ់អំពើនេះធ្វើឲ្យលោកគ្រូមឿនត្រូវបានឈឺជក់ចាប់ក្តៅក្រហល់ក្រហាយរលរាលពេញខ្លួនតែម្ដង អាកូនអត់ប្រយោជន៍ប៉ុណ្ណឹងគាត់ធ្វើអីវាមិនបានដែរជើងមិនលើកលែងឲ្យពួកឯងទេ ពេលនោះខ្មោចដែលលោកអ៊ំមឿនចិញ្ចឹមទាំងប៉ុន្មានគឺវាមានសេរីភាពឡើងវិញហើយវាក៏បាននាំគ្នាចូលទៅក្នុងខ្លួនបន្ទាប់មកស៊ីគ្រឿងក្នុងរបស់លោកគ្រូមឿនដែលបណ្ដាលឲ្យគាត់ឈឺជក់ចាប់រហូតដល់ដាច់ខ្យល់ស្លាប់ទៅនេះគឺជាផលកម្មដែលគ្រូមឿនធ្លាប់សាងពីមុនមកចុងក្រោយគាត់ក៏បានស្លាប់ទាំងវេទនាសាច់រឿងរបស់យើងក៏បានឈានចូលមកដល់ទីបញ្ចប់ហើយដែរសូមអរគុណសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់កុំភ្លេចសូមជួយចុច Subscribe ជាមួយនឹងរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗទៀតសូមអរគុណសូមជម្រាបលាភូមិយើងឥឡូវមានរឿងចម្លែកកើតឡើងច្រើនផ្ទះណាស់មិនដឹងថាជាមានសត្វអ្វីនោះទេចម្លែកណាស់វាមានរូបរាងដូចជាមនុស្សយ៉ាងអញ្ចឹងហើយរាងកាយរបស់វាគួរឲ្យខ្ពើម ពេលនោះពួកគាត់ស្រាប់តែឃើញធ្មប់មួយដែលវាមានរូបរាងខ្មៅស្អុយរលួយប្រៀបដូចជាសាកសពដែលស្លាប់ហើយយូរថ្ងៃយ៉ាងអញ្ចឹងដែលវាកំពុងតែរត់ចេញពីផ្ទះរបស់អ្នកភូមិនោះសម្ដៅទៅក្នុងព្រៃឯខាងកើតភូមិបាត់ទៅ សមត្ថភាពឯងប៉ុណ្ណាចង់សម្រាប់យើងនៅស្ទើរណាស់កុំមកចង់លេងជាមួយយើងវើយយកល្អឯងគួរតែទៅវិញទៅ ប៉ុន្តែនៅពេលនោះសត្វខ្លាអាគមនោះវាបែរជានៅស្ងៀមគុំថាឡើយចូលប្រយុទ្ធជាមួយនឹងលោកអ៊ំខឹមសូម្បីតែដើរទៅក្បែរគាត់ក៏វាមិនហ៊ានផងរឿងនេះគឺតអំពីសាច់រឿងមុនដែលសាច់រឿងមុននោះមានចំណងជើងថាអំពើធ្មប់លោកគ្រូមឿនក្រោយពីពេលដែលលោកអ៊ំខឹមជួយសម្លាញ់របស់គាត់ក្នុងការកម្ចាត់ធ្មប់លោកគ្រូមឿនហើយនៅពេលនោះក៏ដល់ពេលដែលគាត់ត្រឡប់មកផ្ទះវិញដោយនៅតាមផ្លូវគាត់បានដើរឆ្លងកាត់ជួបអ្នកភូមិរបស់គាត់ជាច្រើនអ្នកកំពុងតែអង្គុយនិយាយគ្នាហាក់ដូចជាមានរឿងអ្វីកើតឡើងដូច្នោះដែរនៅពេលនោះគាត់ក៏បានដើរទៅកាន់ចិត្តអ្នកភូមិទាំងអស់នោះហើយគាត់ក៏បានសួរទៅកាន់អ្នកភូមិទាំងអស់នោះថាតើអ្នកទាំងអស់គ្នាមានរឿងអ្វីមែនទេមើលទៅទឹកមុខម្នាក់ម្នាក់ដូចជាខុសពីធម្មតាណាស់នេះ អូលោកមេភូមិយើងឥឡូវមានរឿងចម្លែកកើតឡើងច្រើនផ្ទះណាស់មិនដឹងថាជាមានសត្វអ្វីនោះទេចម្លែកណាស់វាមានរូបរាងដូចជាមនុស្សយ៉ាងអញ្ចឹងហើយរាងកាយរបស់វាគួរឲ្យខ្ពើមស្អុយរលួយហើយវាតែងតែមកលួចស៊ីមាន់របស់អ្នកភូមិយើងនិងលងបន្លាចអ្នកភូមិរបស់យើងទាំងអស់គ្នានេះ ថាម៉េចមានរឿងបែបហ្នឹងផង ពិតមែនហើយលោកមេភូមិកាលពីម្សិលមិញនេះខ្ញុំទៅរកលោកមេភូមិនៅឯផ្ទះដែរប៉ុន្តែប្រពន្ធរបស់លោកមេភូមិបានប្រាប់ខ្ញុំថាលោកមេភូមិបានចេញទៅប្រមាញ់សត្វបាត់ហើយ ពិតមែនហើយខ្ញុំទៅតែមកពីក្នុងព្រៃនេះឯងខ្ញុំមិននៅភូមិតែ2ថ្ងៃសោះមិនគួរណាមានរឿងបែបនេះសោះហើយមានអ្នកភូមិណាមានរឿងអ្វីធ្ងន់ធ្ងរជាងនេះដែរទេ ដូចជាមិនមានគ្រោះថ្នាក់ដល់អ្នកភូមិទេលោកមេភូមិគ្រាន់តែមាន់ដែលអ្នកភូមិយើងចិញ្ចឹមទាំងអស់នោះត្រូវបានវាចាប់ស៊ីចិត្តអស់បាត់ទៅហើយ បើតាមខ្ញុំស្មានខ្ញុំគិតថាមានតែព្រាយឬក៏ពពួកអសូរកាយដែលវាចូលសន្ធិដ្ឋនៅក្នុងសាកសពមនុស្សដែលស្លាប់ទៅ
ហើយមានរាងកាយស្អុយរលួយដែលវាប្រើរាងកាយនេះដើម្បីស្វែងរកចំណីនោះឯង បើពិតដូច្នោះមែនវាគួរឲ្យខ្លាចណាស់លោកមេភូមិអើយ សូមអ្នកទាំងអស់គ្នាកុំភ័យអីយប់នេះខ្ញុំនឹងចាត់ការជូនបងប្អូនទាំងអស់គ្នាខ្ញុំចង់ដឹងណាស់ថាវាមកពីខាងណាហើយវាគឺជាអ្វីឲ្យប្រកបបើអញ្ចឹងខ្ញុំទៅផ្ទះរបស់ខ្ញុំសិនហើយបងប្អូនទាំងអស់គ្នាកុំព្រួយបារម្ភពេកអី នៅពេលនោះលោកអ៊ំខឹមគាត់ក៏បានបន្តដំណើរទៅមុខទៀតលុះពេលដែលគាត់ធ្វើដំណើរដល់ផ្ទះរបស់គាត់ប្រពន្ធរបស់គាត់ក៏បាននិយាយរឿងរ៉ាវដែលបានកើតឡើងនោះប្រាប់ទៅដល់គាត់ផងដែរនៅរសៀលបន្តិចលោកអ៊ំមេភូមិខឹមកំពុងតែអង្គុយជាមួយនឹងប្រពន្ធរបស់គាត់នៅពេលនោះស្រាប់តែមានអ្នកភូមិពីរនាក់បានដើរចូលមកដល់ផ្ទះរបស់គាត់អ្នកភូមិនោះម្នាក់មានឈ្មោះថានីក្តីរីឯម្នាក់ទៀតមានឈ្មោះថានីឌឿនដែលពីរនាក់គាត់នេះគឺជាមនុស្សដែលចេះនៅមន្តអាគមបន្តិចបន្តួចផងដែរដោយមន្តអាគមដែលពួកគេចេះនោះពួកគេបានរៀនសូត្រចេញពីលោកអ៊ំខឹមនេះឯង អាក្តីអាឌឿនឯងមកផ្ទះរបស់យើងមានការអ្វីមែនទេ បាទលោកអ៊ំមេភូមិក្នុងរយៈពេល2ថ្ងៃនេះមិនដឹងថាជាមានអ្វីនោះទេវាបានចូលមកស៊ីមន់របស់អ្នកភូមិរបស់យើងចិត្តអស់បាត់ទៅហើយប៉ាត់មែនហើយលោកមេភូមិយប់មិញនេះខ្ញុំពីរអ្នកអាក្តីបានដេញវាទៅដល់ចុងភូមិឯណោះហើយស្រាប់តែបាត់សមោលតែម្ដងវាពិតជាលឿនណាស់ពួកខ្ញុំតាមវាមិនទាន់នោះទេ កាលពីព្រឹកមិញក៏មានអ្នកភូមិប្រាប់អញដែរឥឡូវនេះយើងកំពុងតែគិតរកវិធីដើម្បីចាប់វាហើយបើបានពួកឯងទាំងពីរនាក់មកគឺល្អហើយមកជួយគិតគ្នាថាគួរប្រើវិធីសាស្ត្របែបណាដើម្បីកម្ចាត់វា លោកមេភូមិគិតឃើញបែបណាប្រាប់ពួកខ្ញុំមកខ្ញុំនឹងស្ម័គ្រចិត្តដើម្បីជួយលោកមេភូមិជានិច្ចព្រោះថាខ្ញុំមិនអាចអោបដៃឈរមើលអ្នកភូមិរបស់យើងមានរឿងតទៅទៀតទេប៉ាត់មែនហើយលោកមេភូមិខ្ញុំក៏អញ្ចឹងដែរខ្ញុំបន់ឲ្យតែលោកមេភូមិឆាប់ត្រឡប់មកវិញទេឥឡូវលោកមេភូមិបានត្រឡប់មកវិញខ្ញុំក៏បានធូរនៅក្នុងចិត្តខ្លះដែរ ឥឡូវយើងមានគ្នាតែ3នាក់ប៉ុណ្ណោះដូច្នេះយប់នេះយើងនឹងដើរល្បាតនៅក្នុងភូមិតែម្ដងទៅដើម្បីឲ្យដឹងថាវាគឺជាអ្វីឲ្យប្រកបហើយពួកឯងទាំងពីរនាក់កុំភ្លេចយកកំភ្លើងមកជាមួយផងដើម្បីងាយស្រួលក្នុងការការពារខ្លួន បាទលោកមេភូមិអញ្ចឹងល្ងាចនេះខ្ញុំនឹងមកផ្ទះរបស់លោកមេភូមិម្ដងទៀតឥឡូវខ្ញុំសូមទៅរៀបចំកំភ្លើងរបស់ខ្ញុំសិនហើយតោះអាឌឿន នៅពេលយប់បានចូលមកដល់ពួកគាត់ទាំង3នាក់ក៏បានដើរល្បាតនៅក្នុងភូមិដើម្បីត្រៀមប្រមាញ់ធ្មប់មួយនោះពួកគាត់ទាំង3នាក់បានដើរទៅវិញទៅមកតាំងពីដើមភូមិរហូតដល់ចុងភូមិដោយប្រដាប់ទៅដោយកំភ្លើងម្នាក់មួយដើមផងដែរបន្ទាប់ពីពួកគាត់បានដើរទៅមកអស់រយៈពេលជាង1ម៉ោងហើយនោះពេលនោះដែរស្រាប់តែលើសំឡេងអ្នកភូមិម្នាក់បានស្រែកឡើងថាជួយផងបងប្អូនអើយជួយផងវាមកស៊ីមន់របស់ខ្ញុំទៀតហើយបងប្អូនជួយផងគ្រាន់តែលើបែបនេះភ្លាមពួកគាត់ទាំង3នាក់ក៏បានរត់សម្ដៅទៅកាន់ផ្ទះអ្នកភូមិនោះតែម្ដងពេលនោះពួកគាត់ស្រាប់តែឃើញធ្មប់មួយដែលវាមានរូបរាងខ្មៅស្អុយរលួយប្រៀបដូចជាសាកសពដែលស្លាប់ហើយយូរថ្ងៃយ៉ាងអញ្ចឹងដែលវាកំពុងតែរត់ចេញពីផ្ទះរបស់អ្នកភូមិនោះសម្ដៅទៅក្នុងព្រៃឯខាងកើតភូមិបាត់ទៅឃើញដូចនេះពួកគាត់ទាំង3នាក់ក៏បាននាំគ្នាដេញតាមធ្មប់នោះរហូតទៅដល់ខ្ទមចាស់មួយហើយនៅពេលនោះដែរស្រាប់តែលេចចេញនៅបរិសចំណាស់ម្នាក់ដែលគាត់មានឈ្មោះថាលោកគ្រូឆៃនេះគាត់គឺជាគ្រូអាគម
ដែលធ្លាប់ដោះអំពើអ្នកភូមិជួយទុកធុរៈអ្នកភូមិជាច្រើនណាស់ឥឡូវដោយសារតែគាត់រៀននៅវិជ្ជាងងឹតទើបធ្វើឲ្យគាត់คล้ายខ្លួនទៅជាធ្មប់ដូច្នេះ តាមពិតធ្មប់ដែលតែងតែទៅស៊ីមន់របស់អ្នកភូមិនោះគឺឯងជាអ្នកបញ្ជាទៅសោះបើមែនតើវាយ៉ាងម៉េចឯងចង់ធ្វើអីយើង ហេតុអីបានជាឯងធ្វើដាក់អ្នកភូមិយើងបែបនេះឯងត្រូវតែសងអ្នកភូមិរបស់យើងមកវិញទាំងអស់ ឯងគួរតែលះបង់ចោលទៅគំនិតអំពើខ្មៅងងឹតនេះគ្មាននរណាចង់រករកឯងទេពពួកព្រាយធ្មប់អស់ហ្នឹងឯងក៏គួរតែជប់ចិញ្ចឹមដែរពេលដែលឯងអស់អីឲ្យវាស៊ីជំរើសចុងក្រោយវានឹងស៊ីឯងវិញហើយឯងជានរណាបានជាហ៊ានមកបដៅយើងបើឯងខ្លាំងសម្លាប់យើងក៏បានសិនទៅបើឯងសម្លាប់យើងមិនបានទេឯងក៏គ្មានជីវិតទៅវិញដែរ ឆាប់សម្លាប់វាភ្លាមទៅលោកអ៊ំមេភូមិដើម្បីការពារអ្នកភូមិរបស់យើងបើទុកវាទៀតអ្នកភូមិរបស់យើងនឹងរស់មិនបានក្តីសុខនោះឡើយ មែនហើយលោកអ៊ំមេភូមិឆាប់សម្លាប់វាទៅ យើងប្រាប់ឯងឲ្យកែខ្លួនហើយបើឯងមិនចោលគំនិតខ្មៅងងឹតបែបនេះយើងនឹងសម្លាប់ឯងចោលហើយសមត្ថភាពឯងប៉ុណ្ណាចង់សម្លាប់យើងនៅស្ទើរណាស់កុំមកចង់លេងជាមួយយើងវើយយកល្អឯងគួរតែទៅវិញទៅយើងមកនេះគឺដើម្បីអ្នកភូមិរបស់យើងបើយើងសម្លាប់ឯងមិនបានយើងមិនទៅវិញទេអ្នកភូមិយើងរស់នៅគ្មានក្តីសុខក៏ដោយសារតែឯងនេះហើយល្អយើងក៏ចង់ដឹងដែរថាឯងខ្លាំងប៉ុណ្ណា នៅពេលនោះលោកគ្រូឆៃក៏បានសូត្រនៅមុនអាគមបង្កើតបានជាសត្វខ្លាអាគមមួយក្បាលដើម្បីវាយប្រហារទៅលើលោកអ៊ំខឹមប៉ុន្តែនៅពេលនោះសត្វខ្លាអាគមនោះវាបែរជានៅស្ងៀមគុំថាឡើយចូលប្រយុទ្ធជាមួយនឹងលោកអ៊ំខឹមសូម្បីតែដើរទៅក្បែរគាត់ក៏វាមិនហ៊ានផងដោយបានបន្តិចក្រោយមកសត្វខ្លានោះវាក៏បានរលាយបាត់ទៅ ឯងជាអ្នកណាហេតុអីបានជាខ្លាអាគមរបស់យើងមិនហ៊ានធ្វើអីឯងសោះបើឯងចិត្តងាប់ទៅហើយយើងប្រាប់ឯងបន្តិចចុះយើងគឺជាព្រានព្រៃជើងចាស់ធម្មតានោះទេមិនមែនជាគ្រូអាគមឡើយប៉ុន្តែពពួកអមនុស្សព្រាយធ្មប់និងសត្វព្រៃទាំងឡាយយើងធ្លាប់ជួបឡើងស៊ាំអស់ហើយគ្មានអ្វីដែលថាយើងខ្លាចនោះទេសូម្បីតែឯងក៏យើងអាចសម្លាប់បានដែរបើជ្រុលជាមកហើយយើងនឹងចង់សាកជាមួយឯងដែរថាព្រានព្រៃជើងចាស់ដូចជាឯងនេះសប្បាយលេងប៉ុណ្ណាទៅ នៅពេលនោះលោកគ្រូឆៃក៏បានសូត្រនៅមុនអាគមពង្រីកខ្លួនរបស់គាត់ឲ្យធំដើម្បីប្រយុទ្ធជាមួយនឹងលោកអ៊ំខឹមគាត់ក៏បានដើរសម្ដៅទៅកាន់លោកអ៊ំខឹមបំរុងនឹងជន់លោកអ៊ំខឹមឲ្យស្លាប់នៅទីនោះតែម្ដងគ្រាន់តែឃើញដូចនេះភ្លាមលោកអ៊ំខឹមគាត់ក៏បានដកយកកាំបិតអាគមរបស់គាត់ហើយក៏បានសូត្រនៅមុនអាគមគាថារបស់គាត់ដែលបណ្ដាលឲ្យកាំបិតអាគមនោះក៏បានហោះទៅចាក់ចំលោកគ្រូឆៃភ្លាយពីមុខដល់ក្រោយតែម្ដងបន្ទាប់មកលោកគ្រូឆៃក៏បានដួលស្លាប់នៅទីនោះទៅបន្ទាប់ពីលោកគ្រូឆៃបានស្លាប់ទៅលោកអ៊ំខឹមក៏បានដុតសាកសពរបស់លោកគ្រូឆៃជាមួយនឹងខ្ទមរបស់គាត់នៅឯក្នុងព្រៃនោះទៅសាច់រឿងរបស់យើងក៏បានឈានចូលមកដល់ទីបញ្ចប់ហើយដែរសូមអរគុណសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់សូមកុំភ្លេចជួយចុច Subscribe ជាមួយនឹងរូបកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីៗទៀតសូមអរគុណសូមជម្រាបលា យើងព្រមានឯងប៉ុន្មានលើកហើយប៉ុន្តែឯងនេះនៅតែរឹងទទឹងមិនស្ដាប់យើងនោះទេនេះគឺជាលើកចុងក្រោយរបស់ឯងហើយឯងនឹងคล้ายខ្លួនដូចជាធ្មប់ជាជាពំខានឡើយ នៅពេលដែលគាត់បើកភ្នែកមកហើយងាកទៅមើលបង្អួចនៅខាងចុងជើងរបស់គាត់
ស្រាប់តែឃើញធ្មប់លោកគ្រូដនកំពុងតែឈរសម្លឹងមកមើលគាត់ដោយមើលទៅទឹកមុខរបស់លោកគ្រូដននោះគឺពិតជាគួរឲ្យខ្លាចខ្លាំងណាស់ពាក្យថាគ្រូអាគមគឺជាមនុស្សដែលចេះនៅមន្តវិជ្ជាការឬក៏អំពើអាព័ន្ធអ្វីមួយនៅត្រង់ចំណុចនេះផងដែរខ្ញុំនឹងលើករឿងមួយមកនិយាយដែលសាច់រឿងនោះមានដំណើរដូចតទៅលោកគ្រូដនគាត់គឺជាលោកគ្រូមន្តអាគមម្នាក់ដែលមានមន្តអាគមខ្លាំងពូកែជាងគេនៅក្នុងភូមិលោកគ្រូដននេះគាត់តែងតែជួយដោះអំពើអំព័ន្ធអ្នកភូមិជារឿយៗហើយអំពើដែលគាត់បានដោះនោះគឺថាគ្មានអំពើមួយណាដែលគាត់ដោះមិនចេញនោះឡើយដោយសារតែមូលហេតុនេះហើយទើបធ្វើឲ្យគាត់មានកេរ្តិ៍ឈ្មោះល្បីល្បាញសរសើរពេញទាំងភូមិប៉ុន្តែអ្នកដែលមិនដឹងគឺមិនដឹងនោះទេលោកគ្រូដននេះគាត់គឺជាអ្នកចិញ្ចឹមព្រាយហើយគាត់ក៏ជាអ្នកដែលប្រើព្រាយដែលនៅក្រោមបង្គាប់របស់គាត់ទាំងអស់នោះឲ្យទៅធ្វើអំពើដាក់អ្នកស្រុកដើម្បីឲ្យអ្នកទាំងនោះឈឺនោះដែរនេះក៏ដោយសារតែគាត់នេះជាមនុស្សដែលចង់បានកេរ្តិ៍ឈ្មោះដើម្បីឲ្យគេគ្រប់គ្នាទាំងអស់នៅក្នុងភូមិស្រុកស្គាល់គាត់និងកោតខ្លាចថាគាត់នេះអាចដោះអំពើអំព័ន្ធពីអ្នកភូមិបានគ្រប់គ្នាហើយនេះក៏មិនមែនជារឿងចម្លែកនោះដែរជាធម្មតាទៅហើយគ្រូអាគមវាតែងតែមានអ្នកល្អផងនិងអ្នកអាក្រក់ផងជាក់ជាមិនខានឡើយនៅយប់មួយនៅពេលដែលលោកគ្រូដនកំពុងតែសម្រានលងលក់ស្កប់ស្កល់នៅក្នុងផ្ទះរបស់គាត់ពេលនោះស្រាប់តែមានអ្វីម្យ៉ាងមកសង្កត់ពីលើគាត់ដែលធ្វើឲ្យគាត់នេះពិបាកក្នុងការដកដង្ហើមហើយរាងកាយរបស់គាត់ត្រូវបានជាប់គាំងធ្វើឲ្យគាត់មិនអាចបញ្ជារាងកាយរបស់គាត់ឲ្យកម្រើកបានឡើយនៅពេលដែលលោកគ្រូដនបើកភ្នែកមកស្រាប់តែឃើញនៅវិញ្ញាណបរិសម្នាក់កំពុងតែសង្កត់នៅខាងលើគាត់នោះហើយគឺជាលោកគ្រូធំរបស់គាត់យើងព្រមមានឯងប៉ុន្មានលើកហើយប៉ុន្តែឯងនេះនៅតែរឹងទទឹងមិនស្ដាប់យើងនោះទេនេះគឺជាលើកចុងក្រោយរបស់ឯងហើយឯងនឹងคล้ายខ្លួនទៅជាធ្មប់ជាជាពំខានឡើយក្រោយពីបាននិយាយចប់វិញ្ញាណលោកគ្រូធំក៏បានរលាយបាត់ទៅនៅពេលដែលលោកគ្រូដនដឹងខ្លួនមកស្រាប់តែមានអារម្មណ៍ថាក្រចកដៃរបស់គាត់ចាប់ផ្ដើមដុសវែងជាងមុនហើយក្នុងខ្លួនរបស់គាត់ចាប់ផ្ដើមឃ្លាននូវសាច់ឆាវក៏ដូចជាឈាមផងដែរចាប់ពីពេលដែលលោកគ្រូដនបានคลายទៅជាធ្មប់មកឲ្យតែយប់ឡើងអ្នកភូមិទាំងអស់គ្នាតែងតែឮសំឡេងឆ្កែលូសឹងតែរាល់យប់ជាធម្មតាសត្វឆ្កែមិនមែននៅសុកវាចេះតែលូនោះទេនេះក៏ដោយសារតែវានោះបានឃើញនៅអ្វីមួយជាក់ជាពំខានឡើយបើមិនឃើញខ្មោចទេក៏ឃើញព្រាយបិសាចអ្វីមួយដែរនៅយប់មួយមានអ្នកភូមិម្នាក់ឈ្មោះថាអ៊ំឈិនដែលគាត់បានកំពុងនឹងសម្រានលក់នៅក្នុងផ្ទះរបស់គាត់ហើយផ្ទះរបស់គាត់នោះទៀតសោតគឺនៅជាប់របងគ្នាជាមួយនឹងផ្ទះលោកគ្រូដននោះឯងនៅពេលដែលគាត់កំពុងតែសម្រានលក់ស្រាប់តែមានខ្យល់បក់មកខុសធម្មតាហើយចាប់ផ្ដើមមានក្លិនស្អុយមិនដឹងថាមកពីណានោះឡើយជះមកចំច្រមុះរបស់គាត់នៅពេលដែលគាត់បើកភ្នែកមកហើយងាកទៅមើលបង្អួចនៅខាងចុងជើងរបស់គាត់ស្រាប់តែឃើញធ្មប់លោកគ្រូដនកំពុងតែឈរសម្លឹងមកមើលគាត់ដោយមើលទៅទឹកមុខរបស់លោកគ្រូដននោះគឺពិតជាគួរឲ្យខ្លាចខ្លាំងណាស់ដោយភ្នែករបស់គាត់មានពណ៌ក្រហមប្រៀបដូចជាឈាមហើយរាងកាយរបស់គាត់ប្រៀបដូចជាមនុស្សកំពុងតែដាច់អាហារមួយខែអញ្ចឹងអ៊ំឈិនគាត់ក៏បានប្រឹងប្រមូលកម្លាំងរបស់គាត់ដើម្បីស្ទុះងើបចេញពីដំណេករបស់គាត់ប៉ុន្តែនៅពេលនោះគាត់មិនអាចកម្រើកខ្លួនបានទាល់តែសោះវាប្រៀបដូចជាមានអ្វីមួយមកសង្កត់ពីលើរាងកាយរបស់គាត់ដូច្នោះដែរហើយគាត់មិនអាចសំបីតែបើកមាត់និយាយផងស្របពេលដែលដៃរបស់លោកគ្រូដនបានលូកចូលសម្ដៅទៅរកអ៊ំឈិនយ៉ាងយឺតនៅពេលដែលអ៊ំឈិនខំប្រឹងប្រមូលកម្លាំងរបស់គាត់ពេលនោះសំឡេងឆ្កែព្រុសបានបន្លឺឡើងដោយសំឡេងនោះគឺជាសំឡេងឆ្កែដែលអ៊ំឈិនចិញ្ចឹមហើយឆ្កែនោះវាកំពុងតែព្រុស
ទៅលើធ្មប់លោកគ្រូដននោះឯងដោយសារតែសំឡេងឆ្កែព្រុសនេះហើយទើបធ្វើឲ្យអ៊ំឈិនគាត់មានកម្លាំងស្មារតីឡើងវិញហើយកម្រើកខ្លួនបានជាធម្មតាវិញរីឯលោកគ្រូដនវិញគាត់ក៏បានគេចខ្លួនចេញពីផ្ទះអ៊ំឈិនបាត់ទៅលុះព្រឹកស្អែកបានចូលមកដល់អ៊ំឈិនគាត់ក៏បានយករឿងទាំងនេះទៅប្រាប់លោកអ៊ំមេភូមិខឹមឲ្យដឹងក៏លោកប្អូនមានការអ្វីដែរថ្ងៃហ្នឹងបានជាអញ្ជើញមកផ្ទះខ្ញុំទាំងព្រឹកបែបហ្នឹងគឺមានរឿងវីវធំហើយលោកបងខឹមយប់មិញនេះខ្ញុំប៊ីសតែនឹងស្លាប់ដោយសារតែលោកគ្រូដនទៅហើយលោកគ្រូដនឥឡូវគាត់មិនមែនជាមនុស្សធម្មតាទៀតទេលោកបងគាត់បានក្លាយទៅជាធ្មប់ហើយព្រោះអីយប់មិញនេះខ្ញុំឃើញគាត់ចូលទៅផ្ទះរបស់ខ្ញុំហើយលោកដៃតាមមកអួចប្រុងសម្លាប់ខ្ញុំទៀតណាលោកបងហើយអ្វីដែលគួរឲ្យខ្លាចនោះគឺថាអ្វីទៅលោកប្អូនឈិននិយាយឲ្យអស់មកមើលខ្ញុំពិតជាចង់ដឹងខ្លាំងណាស់នេះគឺថាភ្នែករបស់គាត់ឡើងក្រហមដូចជាឈាមអញ្ចឹងណាហើយមើលទៅគាត់គឺជាធ្មប់ច្បាស់ណាស់លោកបងដល់តែលឺលោកប្អូននិយាយអញ្ចឹងទៅខ្ញុំដូចជាសង្ស័យដល់ហើយនេះព្រោះថាមួយរយៈនេះដូចជាមិនឃើញគាត់ចេញពីផ្ទះសោះតែយើងគួរតែដោះស្រាយបែបណាទៅលោកបងបើសិនជាចង់ដឹងច្បាស់នោះតតែសាកមើលសិនឥឡូវអញ្ចេះចុះរសៀលនេះយើងនឹងដើរប្រាប់អ្នកភូមិទាំងអស់គ្នាហើយយប់នេះយើងទាំងពីរនាក់នឹងនាំអ្នកភូមិទាំងអស់គ្នាទៅលបមើលនៅឯផ្ទះលោកគ្រូដនតែម្ដងទៅចង់ដឹងថាលោកគ្រូដននេះពិតជាធ្មប់មែនឬអត់ណានៅពេលដែលនិយាយគ្នាចប់អ៊ំឈិនគាត់ក៏បានដើរសម្ដៅទៅផ្ទះរបស់គាត់វិញលុះពេលរសៀលបានចូលមកដល់ទាំងពីរអ្នកគាត់នេះក៏បានដើរទៅប្រាប់អ្នកភូមិទាំងអស់គ្នាអំពីរឿងដែលអ៊ំឈិនបានជួបនោះហើយអ្នកភូមិទាំងអស់គ្នានោះកាលបើបានស្ដាប់សម្ដីអ៊ំឈិននិងអ៊ំខឹមនិយាយហើយពួកគាត់ក៏បើកការសង្ស័យទៅលើលោកគ្រូដននោះដែរដោយពួកគាត់យល់ឃើញថាមួយរយៈនេះលោកគ្រូដនដូចជាមិនឃើញចេញពីផ្ទះសោះដូច្នេះហើយទើបធ្វើឲ្យអ្នកភូមិទាំងអស់គ្នាសម្រេចថានឹងទៅតាមអ៊ំខឹមដើម្បីលបមើលឲ្យច្បាស់ថាលោកគ្រូដននេះគាត់ពិតជាធ្មប់មែនឬអត់នៅពេលល្ងាចបានចូលមកដល់អ៊ំខឹមនិងអ៊ំឈិនបាននាំអ្នកភូមិទាំងអស់គ្នាដើរសម្ដៅទៅឯព្រៃនៅខាងក្រោយផ្ទះរបស់លោកគ្រូដនដើម្បីចាំឃ្លាំមើលលោកគ្រូដនដូចអ្វីដែលពួកគាត់ទាំងពីរនាក់បាននិយាយគ្នាកាលពីព្រឹកមែនហើយលោកអ៊ំមេភូមិខឹមគាត់ក៏បានកាន់នៅកាំភ្លើងមួយដើមដើម្បីទុកបាញ់សម្លាប់លោកគ្រូដនដើម្បីកុំឲ្យគាត់នេះដើរធ្វើបាបអ្នកភូមិជាបន្តទៀតព្រោះថាពពួកអាបឬក៏ធ្មប់នេះគេមិនទុកនាំតែឲ្យមានទុកដល់អ្នកភូមិគេនោះឡើយនៅពេលដែលពួកគាត់ពួននៅក្នុងព្រៃអស់មួយសន្ទុះធំពេលនោះស្រាប់តែអ្នកភូមិម្នាក់បានក្រឡេកទៅឃើញលោកគ្រូដននៅក្នុងរូបរាងជាធ្មប់កំពុងតែដើរចេញមកហើយគាត់ក៏បាននិយាយថាអ្នកទាំងអស់គ្នាមើលណោះលោកគ្រូដនគាត់បានដើរចេញមកហើយមើលទៅគាត់គឺជាធ្មប់មែនហើយយ៉ាប់តែម្ដងហើយឯងនេះឯងមើលណោះឯងនិយាយលឺពេកឥឡូវវាដើរសំដៅមករកឯងហើយណោះដោយសារតែឮនៅសំឡេងរបស់អ្នកភូមិនោះស្រែកបែបនេះលោកគ្រូដនក៏បានបែរសំដៅដើរមករកអ្នកភូមិទាំងអស់នោះដោយកំហឹងដោយមើលទៅទឹកមុខលោកគ្រូដនគឺពិតជាខឹងទៅលើអ្នកភូមិនោះខ្លាំងណាស់ប្រៀបដូចជាចង់ហែកសាច់ទាំងរស់អញ្ចឹងដោយឃើញបែបនេះលោកអ៊ំខឹមគាត់ក៏បានទាញនៅកាំភ្លើងរបស់គាត់ហើយក៏បានបាញ់ពីរគ្រាប់សំដៅទៅលើធ្មប់លោកគ្រូដនប៉ុន្តែពីរគ្រាប់នេះមិនអាចធ្វើអ្វីបានទៅលើធ្មប់លោកគ្រូដនទាល់តែសោះឃើញបែបនេះលោកអ៊ំមេភូមិខឹមគាត់ក៏បានសូត្រនៅមន្តអាគមគាថារបស់គាត់ដាក់ទៅលើគ្រាប់កាំភ្លើងនោះហើយក៏បានបាញ់សំដៅទៅលើធ្មប់លោកគ្រូដនម្ដងទៀតមួយគ្រាប់នេះពិតជាមិនខុសបំណងនោះឡើយដោយគ្រាប់កាំភ្លើងនោះវាបានហោះទៅចំលោកគ្រូដនហើយបណ្ដាលឲ្យលោកគ្រូដនដួលស្លាប់នៅកន្លែងនោះទៅហើយសាច់រឿងនេះក៏បានបញ្ចប់តែប៉ុណ្ណេះបើមានកំហុសខុសឆ្គងត្រង់សម្ដីណាមួយសូមមេត្តាខន្តីអភ័យទោសជួបគ្នានៅសាច់រឿងក្រោយជាបន្តទៀត
អាវត្តវាមកអុកលុកពិធីរបស់យើងហើយឯងឆាប់ទៅទប់ទល់ជាមួយនឹងខ្លាអាគមរបស់វាទៅធ្វើយ៉ាងណាក៏ដោយកុំឲ្យវាមកអុកលុកពិធីរបស់យើងបានឲ្យសោះឯងពិតជាប្រហើនមែនហ៊ានដោះអំពើរបស់យើងផងមើលទៅពួកឯងពិតជាលែងចង់រស់មែនតែនហើយយីវ៉ៃស្មៅនោះស្មៅដល់ហើយដកយ៉ាងណាក៏មិនចេះអស់សោះ ប្រឹងទៅពុកវាអើយធ្វើមិនទេបើត្រូវតែអញ្ចឹងហើយបើដីយើងវាគ្មានជីជាតិក៏គ្មានស្មៅដុះដែរណាពុកវា ត្រូវហើយម៉ែវារាល់ថ្ងៃនេះយើងហត់មែនតែយើងក៏បានផលចំណេញពីវាច្រើនណាស់ដែរអាខំអើយនៅផ្ទះអត់ហ្នឹងអូអាវត្តទេអីយើងនៅផ្ទះតើឆាប់ចូលមកអង្គុយលេងសិនមកយើងនៅបង្ហើយស្មៅបន្លែយើងបន្តិចសិនឯងមានរឿងអីមែនទេបានជិះមកផ្ទះយើងដូចជាបញ្ញាបញ្ញាអញ្ចឹងតាមពិតទៅរឿងគឺវាអញ្ចឹងគឺអាមឿនហ្នឹងណាវាបានធ្លាក់ខ្លួនឈឺពី2ថ្ងៃហើយជំងឺវានោះមិនមែនជាជំងឺធម្មតាទេគឺវាត្រូវអំពើគេហើយយើងក៏ខំជួយវាណាស់ដែរប៉ុន្តែយើងបានជួយវាអស់ពីសមត្ថភាពហើយនៅតែមិនអាចជួយវាបានព្រោះថាអាអ្នកដែលធ្វើអំពើដាក់វានោះគឺពិតជាខ្លាំងណាស់យើងស៊ូជាមួយវាមិនរួចទេដូច្នេះហើយទើបយើងមកពឹងឯងដើម្បីឲ្យទៅជួយនឹងណាហើយចុះឯងមានស្គាល់អ្នកដែលធ្វើអំពើដាក់វានោះអត់ហើយមិនស្គាល់វាគឺជាអ្នកភូមិដែលនៅភូមិខាងកើតនឹងហើយវាគឺជាអាម្នាក់ដែលទាស់សម្ដីជាមួយយើងនៅឯទៀមស្រានោះឯងពិតជាប្រហើនមែនវាគឺជាអ្នកមករកសេចក្តីស្លាប់ដោយខ្លួនឯងទេយប់នេះឯងប្រកាសជាចប់របស់យើងហើយតើយើងប្រញាប់ទៅតែម្ដងទៅឯងសម្រាប់យកកម្លាំងសិនទៅចាំថ្ងៃបន្តិចចាំចេញដំណើរទៅក៏មិនតាន់ហួសពេលដែរហើយម៉ែវាឯងចាំជួយរៀបរបស់របរដាក់ក្នុងថង់យាមឲ្យខ្ញុំផង ចាពុកវា អាវត្តនិយាយអញ្ចឹងឯងមានស្គាល់ផ្ទះអាម្នាក់នឹងអត់បើតាមយើងសើបនឹងសួរអ្នកភូមិពី3នាក់មកផ្ទះរបស់វាគឺនៅខាងមុខនឹងឯងហើយយើងធ្វើដំណើរទៅនេះក៏ឆ្លងកាត់មុខផ្ទះរបស់វាដែរសង្ឃឹមថាវាមិននៅផ្ទះទៅចោះបើសិនជាវានៅក៏វាមិនហ៊ានធ្វើឲ្យយើងភ្លាមនៅទីនោះដែរតោះយើងប្រញាប់ទៅលឿនបន្តិចនឹងអាលសម្រាប់យកកម្លាំងខ្លះ
យីពួកអស់នេះដូចជាប្លែកដល់ហើយមើលទៅពួកវាមិនមែនជាមនុស្សធម្មតានោះទេហ៊ានឆ្លងកាត់ភូមិរបស់យើងដោយគ្មានការអនុញ្ញាតពីយើងបន្តិចសោះអារត់ឯងទៅតាមមើលពីអ្នកនោះបន្តិចមើលវាមកពីណាហើយវាទៅណាមើលទៅដូចជាសម្បើមរឹកដល់ហើយធ្វើដំណើរឆ្លងកាត់ភូមិរបស់យើងដោយមិនគោរពយើងសោះណាខឹមមើលទៅដូចជាមិនស្រួលទេវើយមិញនេះវាសម្លក់មុខយើងខ្លាំងណាស់វើយតើប្រញាប់ទៅលឿនទៅវាប្រហែលជាមិនហ៊ានធ្វើអីយើងទាំងថ្ងៃបែបនេះទេឲ្យតែដូចម៉ូតឯងអញ្ចឹងវាមិនអីទេតែយើងឮគេនិយាយថាឲ្យតែមានអ្នកណាដែលចេះមន្តអាគមដើរឆ្លងកាត់ភូមិរបស់វានេះបើគ្មានការអនុញ្ញាតនោះវាតែងតែទៅរករឿងជាក់ជាពំខានឡើយណែវត្តមកតាមយើងលឿនឡើងមានគេមកតាមពីក្រោយយើងហើយនោះហ៊ានធ្វើដំណើរកាត់ភូមិរបស់យើងដោយគ្មានការអនុញ្ញាតពីពុករបស់យើងផងប្រហែលជាចង់ស្លាប់មែនទែនហើយមើលទៅអើយខ្លាជួយផងខ្លាជួយផងអើយអាកូនល្ងងអើយនៅព្រៃខាងលិចភូមិរបស់យើងមានខ្លាមកពីណាឯងចាញ់បោកពួកវាហើយខ្លានោះគ្រាន់តែជាខ្លានិមិត្តតែប៉ុណ្ណោះពួកវាពិតជាមិនធម្មតាមែនយប់នេះដឹងគ្នាហើយពួកឯងយ៉ាងម៉េចហើយអាមើយឯងបានធូរខ្លះអត់យើងមកជួយឯងហើយវើយអូអាខំទេអីជួយយើងផងវើយយើងត្រូវគេធ្វើអំពើហើយមានតែឯងទេដែលមានមន្តអាគមខ្លាំងជាងវាអញ្ចឹងហើយមានតែឯងទេដែលអាចដោះអំពើនេះបានរឿងនេះអាវត្តបានប្រាប់យើងអស់ហើយពេលដែលយើងធ្វើដំណើរមកនេះក៏បានជួបវាកំពុងតែអង្គុយនៅខាងមុខផ្ទះរបស់វាដែរមើលទៅយប់នេះប្រហែលជាវាលេងមែនតែនហើយវើយអាវត្តវាមកអុកលុកពិធីរបស់យើងហើយឯងឆាប់ទៅទប់ទល់ជាមួយនឹងខ្លាអាគមរបស់វាទៅធ្វើយ៉ាងណាក៏ដោយកុំឲ្យវាមកអុកលុកពិធីរបស់យើងបានឲ្យសោះឯងពិតជាប្រហើនមែនហ៊ានដោះអំពើរបស់យើងផងមើលទៅពួកឯងពិតជាលែងចង់រស់មែនតែនហើយ
យើងប្រាប់ហើយតើថាកុំលេងជាមួយយើងឯងធ្វើអំពើអាក្រក់ឯងក្អាងធ្វើដូចមានតែឯងដែលធំជាងគេឯងទទួលកម្មរបស់ឯងបែបនឹងហើយបានហើយអាមួយឯងបានធូរខ្លះទេពេលនេះយើងដូចជាបានស្រាលខ្លួនបន្តិចហើយវើយអាខឹមវាត្រូវតែអញ្ចឹងហើយអាម្នាក់ដែលធ្វើអំពើឯងនោះឥឡូវវាឡងអំពើខ្លួនឯងស្លាប់បាត់ទៅហើយវាធ្វើអំពើអាក្រក់អួតអាងវាសមតែស្លាប់អញ្ចឹងហើយបើវានៅរស់ទៀតនាំតែពិបាកដល់អ្នកដទៃទេ បងប្អូនទាំងអស់គ្នារឿងអ្នកលេងអាគមប៉ះគ្នាក៏បានឈានចូលមកដល់ទីបញ្ចប់សូមអរគុណសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់ជួបគ្នាវីដេអូក្រោយអ្វីដែលគាត់បានឃើញនោះគឺជាធ្មប់ដែលវាបានមកលួចស៊ីមន់របស់អ្នកភូមិដោយមិនបង្អង់យូរគាត់ក៏បានទាញយកកំភ្លើងរបស់គាត់រួចក៏បាញ់តម្រង់ទៅកាន់ធ្មប់នោះមួយឃើញបែបនេះអ៊ំខឹមគាត់ក៏បានសូត្រមន្តអាគមគាថាដាក់កំបិតអាគមរបស់គាត់រួចក៏លោតចុះពីលើដើមឈើហើយក៏គប់សំដៅទៅរកធ្មប់នោះអ៊ំខឹមគាត់គឺជាមនុស្សម្នាក់ដែលរស់នៅក្នុងភូមិដ៏តូចមួយជាមួយនឹងអ្នកភូមិផ្សេងទៀតគាត់ត្រូវបានអ្នកភូមិតែងតាំងជាមេភូមិដោយសារតែគាត់នេះចេះមន្តអាគមខ្លាំងពូកែនិងតែងតែជួយការពារអ្នកភូមិពីពពួកធ្មប់ព្រាយបិសាចនៅព្រឹកមួយបរិសម្នាក់ក៏បានស្រែកហៅអ៊ំខឹមពីផ្លូវខាងមុខផ្ទះច្រកចូលផ្ទះរបស់គាត់ថាអើយលោកអ៊ំខឹមនៅផ្ទះដែរទេឬចោះអ្នកណាមកហៅខ្ញុំនឹងព្រឹកហ្នឹងអូក្មួយមានទេអីឬចោះក្មួយមកផ្ទះអ៊ំមានការអីផងទាំងព្រឹកបែបហ្នឹងខ្ញុំមកនេះគឺចង់ជម្រាបលោកអ៊ំឲ្យដឹងរឿងមួយនៅក្នុងភូមិរបស់យើងឥឡូវនេះចាប់ផ្ដើមមានរឿងចម្លែកទៀតហើយអ៊ំមន់របស់ខ្ញុំមួយទ្រុងត្រូវបានងាប់អស់ហើយលោកអ៊ំដោយមិនដឹងថាសត្វអីវាមកស៊ីនោះទេអ៊ំមែនហើយអ៊ំកាលពីយប់មិញពួកខ្ញុំក៏បានលើសំឡេងស្រែកបន្តិចដែរប៉ុន្តែពួកខ្ញុំមិនបានចាប់អារម្មណ៍ទេអ៊ំហើយមែនក៏អីក្មួយបើដូច្នេះមែនច្បាស់ជាពិបាកទៀតហើយសូមក្មួយទាំងពីរទៅផ្ទះវិញសិនចុះអ៊ំនឹងរកវិធីដោះស្រាយឲ្យបានលឿនបំផុតហើយល្ងាចនេះអ៊ំនឹងដើរប្រាប់អ្នកភូមិយើងឲ្យបានប្រុងប្រយ័ត្នទាំងអស់គ្នាព្រោះថាអាសត្វនេះបើសិនជាវាបានស៊ីម្ដងហើយវានឹងមកទៀតជាក់ជាមិនខាននិយាយហើយពួកគេទាំងពីរនាក់ក៏បានដើរចេញទៅផ្ទះទៅវេលាពេលយប់ក៏បានចូលមកដល់ពូសុំកំពុងតែដេកលក់ស្កប់ស្កល់ស្រាប់តែឮសំឡេងមាន់ស្រែកធ្វើឲ្យគាត់ភ្ញាក់ដឹងខ្លួនមកពេលនោះគាត់ក៏បានអើតកមើលតាមបង្អួចនៅខាងក្រោយផ្ទះរបស់គាត់អ្វីដែលគាត់បានឃើញនោះគឺជាធ្មប់ដែលវាបានមកលួចស៊ីមាន់របស់អ្នកភូមិដោយមិនបង្អង់យូរគាត់ក៏បានទាញយកកំភ្លើងរបស់គាត់រួចក៏បាញ់តម្រង់ទៅកាន់ធ្មប់នោះមួយគ្រាប់បន្ទាប់មកធ្មប់នោះវាក៏បានរត់គេចខ្លួនបាត់ទៅមើលទៅគ្រាប់កំភ្លើងរបស់គាត់ដូចជាមិនអាចធ្វើអ្វីធ្មប់នោះបានតតែសោះធ្វើឲ្យគាត់មានការសោកស្ដាយជាខ្លាំងដែលមិនអាចសម្លាប់ធ្មប់នោះបានលុះព្រឹកឡើងពូសុំក៏បានយករឿងនោះទៅប្រាប់លោកអ៊ំមេភូមិឲ្យបានដឹងលោកអ៊ំមេភូមិគាត់ដឹងច្បាស់ណាស់ថាករណីដែលមាន់របស់មានបានងាប់កាលពីយប់ម្សិលមិញនោះគឺជាស្នាដៃរបស់ធ្មប់នេះហើយកាលបើដឹងថាមានធ្មប់ចូលអុកឡុកនៅក្នុងភូមិរបស់គាត់ទៅហើយអ៊ំខឹមគាត់ក៏បានរកវិធីដោះស្រាយភ្លាមនៅពេលរសៀលបានចូលមកដល់គាត់ក៏បានហៅមាននិងពូសុំ
មកជុំគ្នាដើម្បីរកវិធីកម្ចាត់ធ្មប់នោះចោល ពួកធ្មប់នោះវាបានមកអុកលុកភូមិរបស់យើងទៀតហើយដូច្នេះយើងត្រូវតែរកវិធីដើម្បីកម្ចាត់វាបើមិនជាទុកឲ្យវានៅយូរជាងនេះទៀតប្រកាសជាអស់មន់ទាអ្នកភូមិជាក់ជាមិនខានឡើយ មែនហើយពូយប់ម្សិលមិញមន់របស់មានឯយប់មិញវាស៊ីមន់របស់ខ្ញុំយប់នេះមិនដឹងថាវាទៅស៊ីរបស់អ្នកណាទៀតទេខ្ញុំជឿជាក់ថាយប់នេះវាប្រកាសជាមកទៀតជាក់ជាមិនខានឡើយអ៊ំ មែនហើយពូខ្ញុំក៏គិតអញ្ចឹងដែរធ្មប់នោះវាប្រហែលជានៅមិនឆ្ងាយពីភូមិរបស់ពួកយើងទេហើយអ៊ំមានវិធីណាដើម្បីកម្ចាត់វាទេអ៊ំគឺមានមិនអត់ទេវិធីក្នុងការកម្ចាត់វានោះប៉ុន្តែសំអាងលើតែខ្ញុំម្នាក់មិនអាចធ្វើអ្វីវាបាននោះទេវាត្រូវការចូលរួមពីអ្នកទាំងពីរដែរហើយដូចជាយើងឃើញស្រាប់អញ្ចឹងថាក្របកំភ្លើងរបស់ស៊ុំក៏មិនអាចធ្វើអ្វីវាបានផងបើអញ្ចឹងតែយើងត្រូវការចាត់ការវាបែបណាទៅពូបើតាមយើងម្នាក់ឯងធ្វើអីវាមិនបានទេប៉ុន្តែយើងមានមនុស្សម្នាក់ដែលអាចជួយយើងបានល្ងាចនេះស៊ុំនិងមានឯងទាំងពីរនាក់ទៅរកមន់ងាប់ឲ្យយើងឲ្យបាន2 3ក្បាលមកយើងនឹងដាក់បញ្ឆោតវាហើយសូត្រអន្តងហៅវាមកនៅពេលដែលវាមកយើងនឹងបាញ់សម្លាប់វាតែម្ដង ទុកចិត្តលើពួកខ្ញុំទាំងពីរនាក់ចុះពូពួកយើងទាំងពីរនាក់នឹងរកមន់ឲ្យពូឲ្យបានប៉ុន្តែយប់នេះខ្ញុំទាំងពីរនាក់សុំទៅជាមួយពូផងព្រោះខ្ញុំក៏ចង់ដឹងដែរថាអ្នកណាជាអ្នកស៊ីមន់របស់ខ្ញុំ មិនអីទេពួកឯងទាំងពីរនាក់ទៅក៏ល្អដែរគ្រាន់នឹងបានជួយគ្នាផងអញ្ចឹងពួកយើងសម្រេចចឹងចុះ និយាយចប់អ៊ំខឹមគាត់ក៏បានរៀបចំខ្លួនដើម្បីធ្វើដំណើរទៅផ្ទះសម្លាញ់របស់គាត់នៅឯភូមិជាប់គ្នានោះដើម្បីសុំឲ្យគាត់ជួយមកកម្ចាត់ធ្មប់នោះអ៊ំឆៃគាត់គឺជាសម្លាញ់របស់អ៊ំខឹមតាំងពីពួកគាត់ស្ថិតនៅក្នុងសម័យសង្គ្រាមមកម្លេះនៅពេលដែលធ្វើដំណើរទៅដល់ផ្ទះអ៊ំឆៃអ៊ំខឹមក៏បានរៀបរាប់ដំណើររឿងដែលបានកើតឡើងនោះប្រាប់ទៅសម្លាញ់របស់គាត់ហើយអ៊ំឆៃក៏បានតបថាមានអីអាចសម្លាញ់យើងកំពុងតែចង់សាកជាមួយវាផងយើងខានកម្ចាត់ធ្មប់ជាយូរមកហើយយើងក៏ចង់សាកលេងជាមួយវាឲ្យយឺតសរសៃម្ដងណាយើងអរគុណឯងហើយសម្លាញ់ដែលឯងព្រមទៅជួយយើង អ៊ំឆៃគាត់ក៏បានទាញយកកាំភ្លើងរបស់គាត់ព្រមទាំងគ្រាប់កាំភ្លើងអាគមរបស់គាត់ដែលគាត់បានរក្សាទុកជាយូរណាស់មកហើយដោយសារតែការបែកគ្នាយូរទើបធ្វើឲ្យពួកគាត់ទាំងពីរនាក់នេះនឹករលឹកគ្នាជាខ្លាំងធ្វើឲ្យពួកគាត់អង្គុយនិយាយគ្នាស្ទើរតែជ្រុលម៉ោងត្រឡប់មកវិញទៅហើយនៅពេលដែលពួកគាត់ត្រឡប់មកវិញមេឃក៏ចាប់ផ្ដើមងងឹតល្មមនៅទីនេះពូស៊ុំនិងមានបានត្រៀមរួចជាស្រេចនៅសាកសពមន់សម្រាប់ទុកបញ្ឆោតធ្មប់នោះឲ្យវាមកស៊ីពួកគាត់ទាំងអស់គ្នាក៏បានយកមន់ទាំងនោះដើរសម្ដៅចូលទៅក្នុងព្រៃនៅឯខាងក្រោយភូមិនៅទីនោះអ៊ំខឹមក៏បានសូត្រមន្តអាគមគាថារបស់គាត់ដាក់ទៅលើសាកសពមន់នោះដើម្បីឲ្យធ្មប់នោះវាសម្ដៅមកតាមក្លិនរបស់មន់នោះមាននិងអ៊ំឆៃគាត់បានឡើងទៅអង្គុយនៅលើដើមឈើនៅឯជ្រុងម្ខាងដោយដៃរបស់អ៊ំឆៃមានកាន់នៅកាំភ្លើងមួយដើមរីឯពូស៊ុំនិងអ៊ំខឹមគាត់អង្គុយនៅលើដើមឈើជ្រុងម្ខាងទៀតឯដៃរបស់អ៊ំខឹមគាត់ក៏បានកាន់នៅកំបិតអាគមរបស់គាត់ផងដែរក្រោយពីចាំអស់រយៈពេលមួយសន្ទុះធំ
ដូចជាមិនមានរឿងអ្វីកើតឡើងសោះពូសុំក៏បាននិយាយថាអ៊ំខ្ញុំគិតថាប្រហែលជាវាមិនមកទេអ៊ំពួកយើងចាំវាមួយសន្ទុះហើយដូចជាមិនឃើញអីសោះអ៊ំ យើងជឿជាក់ថាវាប្រកាសជាមកបើតាមមើលទៅថ្មនេះវាមិនទាន់ចេញមកទេពួកអស់នេះតតែកណ្ដាលអត្រាតទើបវាចេញមករកចំណីអញ្ចឹងហើយយើងចាំមើលវាបន្តិចទៀតទៅវាគង់តែមកទេ និយាយមិនទាន់ផុតពីមាត់ផងពេលនោះក៏មានភ្លើងពណ៌បៃតងហោះមកពីក្នុងព្រៃជ្រៅសំដៅមករកមាន់ដែលអ៊ំខឹមបានដាក់បញ្ឆោតនោះភ្លើងនោះវាហោះមិនសូវជាខ្ពស់ប៉ុន្មានទេវាហោះកម្ពស់តែមនុស្សយើងដែរនឹងឯងនៅពេលដែលហោះមកជិតដល់ភ្លើងនោះក៏ប្រែក្លាយទៅជាធ្មប់មួយដែលវាកំពុងតែដើរសំដៅទៅរកសាកសពមាន់នោះអ៊ំឆៃគាត់បានត្រៀមខ្លួនរួចជាស្រេចក្នុងការបាញ់សំដៅទៅលើធ្មប់នោះដើម្បីឲ្យវាខ្សាយតែម្ដងពេលធ្មប់នោះដើរមកកាន់តែជិតអ៊ំឆៃគាត់ក៏បានបាញ់មួយគ្រាប់សំដៅទៅលើធ្មប់នោះប៉ុន្តែមួយគ្រាប់នេះនៅតែមិនអាចធ្វើអ្វីទៅលើធ្មប់នោះបានដដែលទោះបីជាគ្រាប់កំភ្លើងនេះគឺជាគ្រាប់កំភ្លើងអាគមក៏ដោយឃើញបែបនេះអ៊ំខឹមគាត់ក៏បានសូត្រមន្តអាគមគាថាដាក់កំបិតអាគមរបស់គាត់រួចក៏លោតចុះពីលើដើមឈើហើយក៏គប់សំដៅទៅរកធ្មប់នោះកំបិតនោះវាក៏បានហោះទៅចាក់ចំធ្មប់នោះហើយធ្វើឲ្យអំណាចរបស់វាចាប់ផ្ដើមថយចុះបានឱកាសនេះអ៊ំឆៃមិនបងអង្គយូរក៏លេងមួយគ្រាប់ដាក់ចំកណ្ដាលក្បាលរបស់ធ្មប់នោះធ្វើឲ្យវាដេកស្លាប់នៅទីកន្លែងនោះទៅក្រោយពីធ្មប់នោះបានស្លាប់ទៅសាកសពរបស់វាចាប់ផ្ដើមស្អុយរលួយភ្លាមនេះក៏ដោយសារតែសាកសពនេះគឺជាសាកសពមនុស្សអនាថាគ្មានទីពឹងដែលបានស្លាប់ជាយូរមកហើយប៉ុន្តែធ្មប់នោះវាបានប្រើរាងកាយនេះដើម្បីស្វែងរកចំណីអ៊ំឆៃនិងអ៊ំខឹមគាត់ក៏បានដុតសាកសពនោះចោលនៅឯក្នុងព្រៃនោះទៅហើយសាច់រឿងនេះក៏បានបញ្ចប់តែប៉ុណ្ណេះបើសិនជាមានកំហុសខុសឆ្គងដោយពាក្យសម្ដីណាមួយសូមមេត្តាខន្តីអភ័យទោសសូមអរគុណសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់ជួបគ្នាវីដេអូក្រោយ